សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel KNK ថ្ងៃនេះខ្ញុំនឹងមកយកសាច់រឿងខ្សែជីវិតរបស់សត្វដង្កូវមួយដែលមានក្តីសម័យចង់ក្លាយទៅជាសត្វមានអំបៅបើសិនជាសាច់រឿងនេះល្អមើលសូមមេត្តាជួយចុច Like ក៏ដូចជា Subscribe ឲ្យ Admin ម្នាក់មួយផងហើយខ្ញុំក៏តាមតែសម្រាយរឿងមុនដំបូងផងដែរបើសិនជាមានកំហុសខ្វះខាតត្រង់ណាសូមមេត្តាជួយខន្តីអភ័យទោសឲ្យ Admin ផងណាតើបើចង់ដឹងសាច់រឿងនេះទៅជាយ៉ាងណាសូមចូលរួមទស្សនាជាមួយនឹង Admin ទាំងអស់គ្នាបដាមសាច់រឿងឡើងមកក៏បានឃើញអំពីកូនដង្កូវមួយកំពុងតែរមែងសម្បល់របស់ខ្លួនដោយវាមានគោលបំណងមួយគឺចង់ក្លាយទៅជាសត្វមានអំបៅហើយវាកំពុងតែឈរនៅលើទីខ្ពស់បន្ទាប់មកវាក៏បានប្រយ័ត្នក៏បានល្អោតធ្លាក់ទៅចុះផ្ទៃខាងក្រោមបន្ទាប់មកកូនដង្កូវក៏បានរកទីកន្លែងសមស្របដើម្បីដាក់សម្បុករបស់វានិងក្លាយខ្លួនទៅជាសត្វមានអំបៅកំពុងតែសប្បាយអស់សុខវាក៏បានឃើញសមត្ថរបស់បក្សីមួយយ៉ាងធំវាក៏ខំប្រឹងលាក់ខ្លួនដើម្បីគេចខ្លួនពីសេចក្តីស្លាប់បន្ទាប់មកវាក៏បានប្រឹងដាក់ខ្លួនរបស់វាដើម្បីចូលទៅក្នុងសំបកប៉ុន្តែការដាក់ខ្លួននៅក្នុងសំបកនេះគឺវាមិនមានភាពងាយស្រួលសម្រាប់វានោះទេវាក៏បានខំប្រឹងប្រែងណាស់ប៉ុន្តែដោយសារតែវានៅម្នាក់ឯងគឺគ្មានអ្នកណាជួយវាឡើយមួយសន្ទុះក្រោយមកក៏បានឃើញសត្វកញ្ឆែជាមួយនឹងសត្វអណ្ដើកមានក៏បានធ្វើដំណើរកាត់ទីនេះហើយវាក៏បានប្រទះជាមួយនឹងសត្វដង្កូវនេះបានខំប្រឹងប្រែងដើម្បីចូលក្នុងសម្បករបស់វាសត្វកញ្ឆែនិងសត្វអណ្ដើកមានក៏បានពិភាក្សាគ្នាតើគួរធ្វើយ៉ាងម៉េចបន្ទាប់មកសត្វអណ្ដើកមានក៏បាននឹកឃើញវិធីមួយដោយជួយដាក់សត្វដង្កូវនេះចូលក្នុងសម្បករបស់ខ្លួនប៉ុន្តែការដាក់ខ្លួននេះគឺមិនងាយស្រួលនោះទេដោយសារតែសត្វដង្កូវនេះគឺមានរូបរាងធំខ្លាំងពេកបន្ទាប់ពីការព្យាយាមមួយសន្ទុះក្រោយមកសត្វកញ្ឆែក៏បានធ្វើឲ្យសត្វដង្កូវនេះបោចេញពីសម្បករបស់ខ្លួនបន្ទាប់មកពួកគេក៏បាននឹកឃើញវិធីមួយដែលឲ្យសត្វដង្កូវនេះយឺតខ្លួនដូចជាជំពាមដើម្បីបញ្ចូលទៅកាន់សម្បករបស់ខ្លួនហើយសត្វអណ្ដើកមានជាអ្នកតម្រង់គោលដៅនៅពេលដែលបានប្រឡែងដៃពួកគេក៏បានបាញ់សត្វដង្កូវឲ្យចូលទៅកាន់សម្បកបានពិតមែននៅពេលនោះពួកគេក៏បានសប្បាយចិត្តជាខ្លាំងបន្ទាប់មកពួកគេក៏បានសែងសម្បករបស់សត្វដង្កូវដើម្បីស្វែងរកទីខ្ពស់ក្នុងការសកខ្លួនដើម្បីឲ្យក្លាយទៅជាមានអំបៅពួកគេបានចងសម្បករបស់សត្វដង្កូវដើម្បីទាញព្យួរឡើងទៅខាងលើប៉ុន្តែដោយសារដង្កូវមានមាឌធំឡើងពេកពួកគេក៏បានចងនឹងថ្មដើម្បីយំហើយមេឃក៏បានចាប់ផ្ដើមយប់សាច់រឿងក៏បានកាត់ទៅព្រឹកស្អែកមកក៏เลยទៅមើលសម្បករបស់សត្វដង្កូវវិញក៏បានឃើញដៃមួយកំពុងហែកសម្បកសត្វកញ្ឆែនិងសត្វអណ្ដើកនេះក៏មានភាពញាក់ផ្អើលជាខ្លាំងដោយសារតែអ្វីដែលនៅផ្នែកគេនោះគឺជាសត្វមានអំបៅហើយសត្វមានអំបៅនោះដែរគឺជាសត្វដង្កូវដែលបានសកខ្លួនដើម្បីក្លាយទៅជាមានអំបៅហើយវាក៏បានដោះប្រយក៏ដូចជាតដាងស្លាប់របស់ខ្លួនយ៉ាងមានភាពស្រស់ស្អាតខ្លាំងមែនទែនសត្វមានអំបៅនោះក៏បានស្បែកចិត្តជាខ្លាំងដែលខ្លួនក្លាយទៅជាមានអំបៅពេញលេញហើយគេក៏បានហោះឡើងទៅលើបន្ទាប់មកក៏បក្សីកាលពីដើមរឿងនោះក៏បានហោះឆាបគេទៅបាត់ទៅតែមិនសល់ប្រយមួយធ្លាក់មកដីតែប៉ុណ្ណោះសត្វកញ្ឆែនិងសត្វអណ្ដើកមានការអស់សង្ឃឹមជាខ្លាំងហើយក៏បានត្រឡប់ទៅវិញតែម្ដងទៅហើយសាច់រឿងរបស់យើងក៏បានកាត់បន្តចប់នៅត្រឹមនេះផងដែរហើយសូមប្រិយមិត្តទាំងអស់គ្នាសូមមេត្តាជួយ follow មកកាន់ admin ម្នាក់មួយផងបាយបាយ